វីដេអូនេះចង់ផ្ញើជូនបងអូនដែលកំពុងតែមានបំណុលចាចាពាក់គេច្រើនកំពុងតែពិបាកចិត្តអត់ដឹងថាត្រូវសងគេបែបម៉េចអត់ដឹងថាខ្លួនឯងខំទៅមុខទៀតរួចអត់ចារហូតដល់មានបងប្អូនខ្លះគាត់បាក់ទឹកចិត្តគាត់ពិបាកពេកគាត់ឈប់សងគេតែម្ដងអ្នកដែលឈប់សងគេពេលខ្លះដោយសារតែគាត់គិតថាអ្នកដែលគេឲ្យលុយគាត់ចាពាក់ឬឲ្យលុយគាត់ខ្ចីហ្នឹងគេមានហើយអញ្ចឹងលុយតិចតួចហ្នឹងវាអត់បញ្ហាសម្រាប់គេប៉ុន្តែសម្រាប់គាត់ចំនួនលុយហ្នឹងគឺធំខ្លាំងមែនតើច្រើនមែនតើហ្មងគាត់សងអត់បានទេនិយាយឲ្យងាយយល់គឺគាត់គិតថាសមត្ថភាពគាត់មានតិចតួចជាងលុយដែលគាត់ចាពាក់គេនឹងនិយាយទៅគឺគាត់មើលងាយសមត្ថភាពខ្លួនឯងហ្មងអញ្ចឹងមិនគាត់បោះបង់ចោលអ្នកខ្លះគាត់រត់ចោលស្រុករត់ចោលអីចឹងណាលែងសងគេអ្នកខ្លះប្លុក Facebook ប្លុក account អីចោលផ្សេងចឹងបើសិនជាអ្នកទាំងអស់គ្នាបានមើលឃើញវីដេអូនេះខ្ញុំចង់លើកទឹកចិត្តឲ្យបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាពិបាកមិនក៏ដោយព្យាយាមឲ្យអស់ពីសមត្ថភាពសងគេឲ្យរួចទៅទោះបីអ្នកដែលឲ្យយើងចាពាក់នឹងគាត់មានលុយមានអីក៏ដោយចាលុយដែលគាត់ឲ្យយើងខ្ចីនឹងមើលទៅចំនួនតិចតួចចាទោះបីជាគាត់អត់ប៉ុណ្ណឹងក៏អត់បញ្ហានិយាយទៅគឺមិនបាច់ខ្វល់រឿងគាត់ឯងសំខាន់គឺរឿងយើងខ្ញុំជឿលើពាក្យបនបាបអ្នកទាំងអស់គ្នាពេលដែលយើងខ្ចីទ្រព្យសម្បត្តិគេឬក៏ខ្ចីលុយគេឬក៏យកវ៉ាន់គេមកលក់ហើយយើងអត់សងគេដូចបាបមួយអញ្ចឹងវាបដិសារីរបស់យើងគឺវាតោងទាមយើងរឿងនឹងរហូតទោះបីជាយើងកិច្ចវេះអត់សងគេប៉ុន្តែយើងក៏អត់អាចខ្លាយជាអ្នកមានបានដែរយើងទៅរកអីយើងទៅធ្វើអីក៏អារឿងចាពាក់គេនឹងវាផុសនៅក្នុងដួងចិត្តយើងរហូតដល់អ្នកទាំងអស់គ្នាដូចបាបមួយដែលអត់ភ្លេចម្ចាស់អញ្ចឹងខ្ញុំនិយាយនេះដោយសារតែខ្ញុំក៏ជាមនុស្សដែលធ្លាប់ចាពាក់គេដែរអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំមិនដែរអត់សងទេព្រោះខ្ញុំគិតបែបហ្នឹងប៉ុន្តែការគិតរបស់ខ្ញុំគឺវាជាការពិតសម្រាប់ជីវិតខ្ញុំពេលដែលខ្ញុំចាពាក់គេដូចឧទាហរណ៍ខ្ញុំយកវ៉ាន់គេមកលក់ខ្ញុំចាពាក់គេចឹងណាទោះបីជាខ្ញុំលក់បានមិនបានតិចតួចមិនក៏ដោយគឺខ្ញុំព្យាយាមអស់សមត្ថភាពសុកចិត្តអត់ទិញកៅអៅអត់ទិញរបស់ប្រើប្រាស់អីចាអារបស់ណាដែលយើងអត់ចាំបាច់ឬក៏របស់ដែលដូចទូរស័ព្ទអីនិយាយទៅខ្ញុំអត់សំភារៈនិយមហ្មងធ្វើមិនឲ្យតែបាយ3ពេលបានញ៉ាំស្រួលបួគ្រប់គ្រាន់មានកម្លាំងរលុយសងគេទៀតទៅគឺបានហើយរបស់អីដែលអត់ចាំបាច់គឺខ្ញុំកាត់ចោលអស់ហ្មងតែខ្ញុំអាចសងគេបានពិតប្រាកដហើយដូចប៉ុនជួយខ្ញុំអញ្ចឹងអ្នកទាំងអស់គ្នាពេលដែលយើងជួបការលំបាករឿងសងលុយគេនឹងយើងអត់កិច្ចវេះយើងព្យាយាមធ្វើឲ្យអស់ពីសមត្ថភាពពិបាកមិនក៏ដោយដួលមិនក៏ដោយអាទះជង្គង់ចាញ់ឈាមមិនដៃក្បាលមិននិយាយទៅឲ្យតែមានដង្ហើមគឺខ្ញុំបន្តទៅមុខដើម្បីសងគេឲ្យរួចអស់ខ្ញុំតាំងចិត្តថាបើខ្ញុំស្លាប់ក៏ខ្ញុំត្រូវស្លាប់ទាំងអស់បំណុលដែរតែការព្យាយាមរបស់ខ្ញុំមិនមែនត្រឹមតែអស់បំណុលទេខ្ញុំអាចសល់លុយខ្ញុំអាចធ្វើឲ្យមុខរបររីកចម្រើនបានអានេះគឺបនមួយអញ្ចឹងខ្ញុំសូមចែកម្លែកដល់បងអូនដែលកំពុងតែលំបាករឿងហ្នឹងណាព្យាយាមធ្វើឲ្យអស់សមត្ថភាពរបស់ណាត្រូវរីកថាំទៅធ្វើមិនយើងសំចៃដើម្បីយើងសងបំណុលគេរួចអ្នកទាំងអស់គ្នាសងរួចហើយដូចបនជួយអញ្ចឹងគឺរស់ស៊ីឡើងអារម្មណ៍ល្អស្រស់ស្រាយមានក្តីសុខក្នុងជីវិតធ្វើអីក៏សំប្រកបដោយបំណងហើយទៅណាមកណាក៏ជួបតែអ្នកល្អដែរគេចាំជួយជ្រោមជ្រែងគ្រប់បែបយ៉ាងទាំងអស់ចឹងបើមានបញ្ហារឿងលុយកាក់រឿងបំណុលកុំកិច្ចវេះដោះស្រាយមួយគេបានដោះស្រាយទៅអ្នកទាំងអស់គ្នាហើយបើសិនជាអ្នកទាំងអស់គ្នាបានកិច្ចវេះហើយនិយាយទៅគឺព្យាយាមសំទៅរកបានយកទៅសងគេទៅគេនឹងសប្បាយចិត្តហើយយើងខ្លួនឯងនេះក៏សប្បាយចិត្តដែរព្រោះខ្ញុំជឿថាអ្នកដែលកិច្ចវេះគឺគាត់អត់សប្បាយចិត្តអត់មានក្តីសុខទេគាត់ពិបាកចិត្តគ្រាន់ថាអត់ដឹងថាធ្វើមិនដើម្បីសងគេរួចអ្នកទាំងអស់គ្នាមានការតាំងចិត្តទៅថាមិនថាដល់ទីណាកន្លែងណាត្រូវតែសងគេឲ្យអស់ការតាំងចិត្តរបស់អ្នកទាំងអស់គ្នានឹងជំរុញឲ្យបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាអាចរកវិធីសាស្ត្រឬក៏រកមុខរបរអីមួយដែលធ្វើឲ្យលុយកាក់ឬក៏ការងាររបស់យើងនឹងរីកចម្រើនអាចរកលុយសងគេបានបើមានចម្ងល់ឬក៏មានអីបន្ថែមអាច comment នៅខាងក្រោមវីដេអូនេះបានខ្ញុំសង្ឃឹមថាវីដេអូនេះអាចជួយលើកកម្លាំងចិត្តដល់អ្នកទាំងអស់គ្នាក៏ដំណើរទៅមុខទៀតដោយក្តីសង្ឃឹមនិងភាពជឿជាក់ថាខ្លួនឯងអាចធ្វើបានអរគុណ